ឡងពេលមករដូវនិងក្រោយមករដូវមិននិយាយទាំងអស់គ្នាគូគាត់បីញ៉ាំទឹកឲ្យបានច្រើនញ៉ាំពពុះបន្លែផ្លែឈើសាច់ដែលមានវីតាមីនជំនួយដល់ក្រឈាមក្រហមការមករដូវជារឿងធម្មតារបស់សុខភាពមនុស្សទាំងអស់គ្នាប៉ុន្តែសម្រាប់បងប្អូនដែលទើបតែពេញវ័យមករដូវដំបូងគាត់មានការអៀនខ្មាស់ក្នុងការសួរអ្នកណាបងស្រីឬក៏មិត្តភក្តិរបស់ពួកគាត់ដូច្នេះហើយថ្ងៃនេះនាងខ្ញុំនឹងមកបកស្រាយលម្អិតអំពីអត្ថប្រយោជន៍នៃការមករដូវក៏ដូចជាការជ្រើសរើសយកនៅសម្លេងអនាម័យនិងរយៈពេលនៃការប្រើប្រាស់សម្លេងអនាម័យឲ្យបានត្រឹមត្រូវការមករដូវដែលទៀងទាត់ល្អគឺមានអត្ថប្រយោជន៍ជាច្រើនដល់មនុស្សទាំងអស់គ្នាគឺវាជួយទៅដល់ស្បែកឲ្យមានសភាពភ្លឺថ្លាពីខាងក្នុងមិនតែប៉ុណ្ណោះហើយវាជួយកាត់បន្ថយនៅការជ្រុះសក់ផងដែរដូច្នេះហើយអំឡុងពេលមករដូវនិងក្រោយមករដូវមិននិយាយទាំងអស់គ្នាគូគាត់បីញ៉ាំទឹកឲ្យបានច្រើនញ៉ាំពពុះបន្លែផ្លែឈើសាច់ដែលមានវីតាមីនជំនួយដល់ក្រឈាមក្រហមមិនតែប៉ុណ្្នឹងទេអំឡុងពេលមករដូវគួរតែញ៉ាំទឹកក្តៅឧណ្ហៗដើម្បីជំនួយដល់ការមករដូវឲ្យបានល្អផងដែរនិងកាត់បន្ថយការចុករួយនៅសន្លាក់សាច់ដុំព្រមទាំងការចុកពុះផងដែរចំណែកឯរយៈពេលនៃការប្រើប្រាស់សម្លេងអនាម័យវិញគឺចន្លោះពី2ម៉ោងទៅ3ម៉ោងគឺយ៉ាងយូរបំផុតគឺត្រឹមតែ1ម៉ោងប៉ុណ្ណោះទោះប្រឡាក់តិចក៏ដោយជ្រើសរើសយកសម្លេងអនាម័យវិញគឺត្រូវតែជ្រើសរើសយកសម្លេងអនាម័យណាដែលគ្មានបន្ថែមជាតិពណ៌ជាតិក្លិននៅក្នុងសម្លេងអនាម័យនោះពីព្រោះការបន្ថែមនៅជាតិពណ៌ជាតិក្លិននៅក្នុងសម្លេងអនាម័យវាអាចបង្កឲ្យមានបាក់តេរីព្រមទាំងពពុះផ្សិតជាដើមថ្ងៃនេះនាងខ្ញុំនឹងមកណែនាំជាមួយនឹងសម្លេងអនាម័យ Cindy គឺជាប្រភេទសម្លេងអនាម័យដែលមានកម្រិតស្ដើងស្រូបទឹកបានល្អព្រមទាំងជាសម្លេងអនាម័យមួយប្រភេទដែលមិនបន្ថែមនៅជាតិក្លិនជាតិពណ៌នៅលើសម្លេងអនាម័យឡើយដូច្នេះមិត្តនារីទាំងអស់គ្នាប្រើ Cindy ដោយទំនុកចិត្តបាន Cindy នៅក្បែរអ្នកនៅមិត្តនារីទាំងអស់គ្នាគ្រប់ពេលលា